ចាខ្ញុំឆ្លើយតបខមមិនបងស្រីដែលនៅក្នុងវីដេអូដែលខ្ញុំបាននិយាយពីមុនថាការរៀបចំខ្លួនទៅជួបគេថ្ងៃដែលដំបូងហ្នឹងណាចាការរៀបចំខ្លួនហ្នឹងបើយើងចង់បានប្រិយអ្នកមានណាអូនយើងធ្វើខ្លួនបែបស្រីអ្នកមានចាដូចខ្ញុំចឹងជិះម៉ូតូទៅពីផ្ទះប៉ុន្តែដល់ពេលទៅជួបគេខ្ញុំមិនជិះម៉ូតូទៅទេអូយខ្ញុំសុខចិត្ត booking ទុកជិះទៅជួបគេណាចាហើយរៀបចំខ្លួនណាមនុស្សស្រីយើងណាអូតែចាំណាមនុស្សស្រីយើងត្រូវតែក្រអូបជានិច្ចចាក្លិនឃ្លៀកក៏អត់មានឲ្យធំក្លិនអ្នកក្លិនមិនត្រូវលាបអីលុញអីមិននេះទៅសំខាន់កុំឲ្យមានក្លិនមិនល្អចាអ្នកណាក៏ចូលចិត្តក្លិនក្រអូបដែរអូនជឿបងតែក្លិនក្រអូបក្លិនហុងស៊ុយណាចាហើយប្រើទាំងអស់យើងក៏បីកំប្រើក្លិនដិតពេកព្រោះเราចូលចិត្តក្លិនរៀងដិតចាហើយរៀងស្រាលដើម្បីបន្លប់តាក្លិនយើងបានហើយឲ្យរៀងក្លិនប្រហើអូគេចូលចិត្តចាមនុស្សស្រីត្រូវតែក្អូបជានិច្ចចាំណាជឿសម្ដីបងចាហើយរៀបចំខ្លួនយើងកុំស្លៀកពាក់អាកៅដែលថាយើងនៅផ្ទះស្លៀកសាមញ្ញយើងកុំស្លៀកយើងត្រូវមានខោអាវថ្មីនិយាយទៅតុបតែងខ្លួនបែបយើងស្រីអ្នកមានណាទោះបីយើងអត់លុយក៏យើងត្រូវធ្វើខ្លួនបែបមានលុយដែរចាអូនត្រូវដឹងរៀបចំខ្លួនមកស្អាតតាំងពីខោអាវស្បែកជើងកាបូបមុខមាត់អីយើង make up ជាងអីថែមអញ្ចឹងណាអូនគេថាមាត់ល្អដោយសាររោមស្រីល្អឆោមដោយសារតុបតែងមនុស្សស្រីយើងណាត្រូវចេះតែងខ្លួនហើយមុខទៅណាមិនដឹងមុខខ្ញុំណាបើខ្ញុំអត់បាន make up ទោះបីកាមេរ៉ា TikTok ហ្នឹងលើកមុខឲ្យស្អាតក៏ខ្ញុំអត់ថតដែរដូចនេះចឹងខ្ញុំបាន make up ចឹងបានខ្ញុំបានថតវាអញ្ចឹងណាហើយកុំជឿថាគេស្រឡាញ់បែបធម្មជាតិមានទេជួបលើកដំបូងណាក៏មើលរូបសម្រស់ដែរគេមិនដែលតែមើលគូយើងទេគេមើលតែមុខហ្នឹងមើលមុខមើលរាងកាយយើងរូបរាងយើងខាងក្រៅសិនចាលើកទី1គឺយើងតុបតែងខ្លួនតាំងពីលើដល់ក្រោមយើងត្រូវតែស្អាតបើខ្ញុំអញ្ចឹងសក់ត្រង់សំអញ្ចឹងខ្ញុំគៀបសក់អញ្ចឹងទៅចាហើយខ្ញុំ make up ខ្ញុំតហូមភ្នែកហើយខ្ញុំស្ពីកាបូបឲ្យថ្មីមកស្បែកជើងយើងដាក់ឲ្យទាន់សម័យគេមកចាហើយអាវថ្មីបែបយើងគិតថាថ្មីយើងពាក់ហើយយើងមើលកញ្ចក់ខ្លួនឯងថាអាហ្នឹងវាស្អាតលេចធ្លោអត់ធ្វើខ្លួនឯងឲ្យស្អាតជាងនៅផ្ទះអូនចាហ្នឹងសំខាន់លើកទី1គឺយើងប្រើសម្រស់សិនចាដល់ពេលបានអង្គុយជួបនិយាយគ្នាហើយនេះអង្គុយមើលមុខឲ្យចំអញ្ចឹងណានិយាយពេលគាត់សួរអីមកអូនឆ្លើយឲ្យចំមុខអញ្ចឹងហ៎កុំអឹងគេសួរថាare you single នេះបាយទៅចាYes I'm single គេនឹងអង្គុយតមុខយើងតែយើងងាកទៅឆ្វេងងាកទៅស្ដាំអត់ទេជីវធម៌ក្នុងការនិយាយគេប៉ិនសម្គាល់ណាចាយើងមើលឲ្យចំភ្នែកគាត់មុខគាត់អញ្ចឹងណាហើយនិយាយស្ដីទៅឲ្យសារសងគ្នាណាមើលមុខគាត់ឲ្យចំការមើលមុខហ្នឹងអូនក៏អាចបញ្ជាក់ដឹងថាមនុស្សហ្នឹងល្អឬអាក្រក់ដែរមនុស្សយើងធំប៉ុណ្នេះអស់ហើយត្រូវចេះសម្គាល់មើលចាហើយមិនបាច់យកអ្នកណាទៅជួយមើលទេមើលតែខ្លួនឯងទៅពីព្រោះមនុស្សដែលយើងត្រូវរួមរស់ជាមួយហ្នឹងគឺតែពីរអ្នកគ្នាយើងទេអញ្ចឹងមិនបាច់ខ្លាចទេមិនបាច់ធ្វើចរិតក្មេងតូចទេជួបតែនៅហាងកាហ្វេនៅ restaurant អីហ្នឹងហើយអង្គុយនិយាយគ្នាញ៉ាំអីលេងយើងចំណាយពេលអញ្ចឹងដល់ណាហើយមើលចិត្តគ្នាទៅគេចង់ដឹងពីយើងចង់ដឹងពីគេនិយាយទល់មុខគ្នាមើលមុខគ្នាឲ្យចំហាមឆ្លើយប្រឆាត់មើលទៅចាំមើលទៅនេះទៅនោះក៏មិនសោះចាអាហ្នឹងការនិយាយស្ដីបែបមានសុជីវធម៌ក្នុងការនិយាយចាហើយដល់ពេលហើយកាលណាជួបទៅចូលចិត្តដឹងហ្នឹងហើយមនុស្សប្រុសហើយនឹងស្រីមិនប្រកាសថាជួបគ្នាចេះតែចូលចិត្តគ្នាទេលើកទី1ហ្នឹងណាជួនកាលទៅមនុស្សប្រុសហ្នឹងមិនមែនជាថៃរបស់យើងទេបើខ្ញុំផ្ទាល់ខ្ញុំធ្លាប់ដែលជាមួយជនជាតិអីគេគាត់អត់ចេះនិយាយអង់គ្លេសពេលជួបទៅគាត់ប្រើ translate ឲ្យយើងសួរអីទៅក៏អត់ចេះឆ្លើយហើយក៏អើយខ្ញុំសេបាយខ្ញុំអត់ជួបទៀតទេជួបអីបើដូចកោយើងសួរអីអត់ចេះឆ្លើយផងហ្នឹងអញ្ចឹងណាហ្នឹងហើយភាសាហ្នឹងគឺសំខាន់ណាស់អញ្ចឹងយើងបើចង់បានប្តីបរទេសឲ្យយើងចេះអង់គ្លេសខ្លះទៅណារៀនតិចទៅវាចេះហើយព្យាយាមនិយាយមុនគេមកជួបយើងហ្នឹងយើងឆាតជាមួយគេជា voice សំឡេងឬក៏ video callកុំខ្លាចណាអត់មានចង់បានប្តីបរទេសអត់ហ៊ាន call វីដេអូខ្លាចគេឃើញមុខអត់ទេខ្ញុំហ្នឹងកំពូលអ៊ីនតែដល់ពេលចាំដឹងថាមនុស្សនឹងបោកវីដេអូ call បានឃើញមុខឲ្យច្បាស់ចាហើយមុននឹងគេហោះមករកយើងហ្នឹងដល់យើងនឹងចេះរៀនវងរៀនសន្ទូចណាចាមានក្បាច់គុណអីបញ្ចេញនិយាយអស់មកចាអត់មានធ្វើចរិតអឹមអៀននិយាយអត់ចេញឲ្យគេហោះរកយើងនិយាយទេខ្ញុំទៅសើពេលលើថាបងប្អូនស្រីយើងបានដល់ដៃគ្រូបរទេសមកហោះមកពីក្រៅមកជួបគឺមនុស្សស្រីហ្នឹងខ្ញុំទទួលថាមនុស្សស្រីហ្នឹងខ្លាំងចាមិនចំណាយលុយតិចណាអ្នកនរគ្នាគេខាតការងារគេនោះទេគេនោះមួយហើយចំណាយលុយទិញសមុទ្រយើងហោះមកបើយើងម្ដងគឺមិនតិចទេចាគឺអស់ច្រើនណាស់អញ្ចឹងមនុស្សស្រីម្នាក់ហ្នឹងគឺប្រកែណាចាយើងត្រូវចេះនិយាយភាសាឲ្យផ្អែមល្ហែមមនុស្សប្រុសណាមនុស្សប្រុសស៊ីចូលទេចាស៊ីចូលយើងនិយាយលើកជើងណាខ្ញុំដឹកតែឯងណាអ្នកឯងល្អអញ្ចឹងហើយខ្ញុំចូលចិត្តនិយាយជាមួយអ្នកណាពេលនិយាយទៅខ្ញុំមានអារម្មណ៍ល្អ
ចឹងណាខ្ញុំចង់ចំណាយពេលដើម្បីស្គាល់អ្នកឯងជួបគ្នាចេះដើម្បីរៀបចំខ្សែជីវិតជំរាបរៀបចំគ្រួសារតូចមួយយើងនិយាយល្អចឹងទៅឲ្យគេទុនចឹងគេហោះមកឲ្យយើងហើយបើថាហោះមកគឺ 90% គឺជោគជ័យអ្នកនរគ្នាបើគេហោះមកមែនគឺជោគជ័យ 90% 100% ចាឲ្យតែប្រុសបរទេសនៅក្រៅហោះមកយើងគឺស្រីខ្មែរយើងគឺជោគជ័យហ្មងចាហើយបើថាប្រុសបរទេសនៅស្រុកខ្មែរពាក្យច្រើនលេងសើចពីព្រោះមានស្រីខ្មែរច្រើនហើយដែលគាត់ជួបហ្នឹងអញ្ចឹងគាត់មានជំរឿនច្រើនគេថាស្រី100នាក់ល្អ100បែបចាមនុស្សស្រីមួយល្អបែបនេះមនុស្សស្រីមួយល្អបែបនោះអញ្ចឹងគាត់អត់ដឹងថារើយកមួយណាពេលអញ្ចឹងគាត់អត់ងាយយកប្រពន្ធនេះគាត់ងាយយកប្រពន្ធនេះតែបើមនុស្សប្រុសនៅក្រៅហើយបានឆាតជាមួយយើងហើយគាត់ booking flight មកខំរកយើងណាគឺយើងមានសង្ឃឹមហ្មងអញ្ចឹងអាពេលរយៈពេលសន្តានាហ្នឹងគឺយើងត្រូវនិយាយល្អដើម្បីលើកទឹកចិត្តគាត់ដើម្បីឲ្យអារម្មណ៍គាត់ចិត្តគាត់ហ្នឹងចង់ហោះមករកយើងពិតមែនឲ្យគាត់ហ្នឹងនឹកយើងណាអញ្ចឹងណានៅស្រីយើងពេលខ្លះយើងត្រូវជិះឯងមហេតុអ្នកនរគ្នាចាសម្រាប់យ៉ាងមកតែឯងពីស្គាល់ទេតែមកតែខ្ញុំបាត់ទេជួយខ្ញុំទៅចានិយាយតែបែបល្អកុំធ្វើអីឲ្យគេខឹងដឹងតែថ្នមចិត្តគេធ្វើនិយាយអីឲ្យតែគាត់សប្បាយចិត្តចឹងទៅយើងក៏មានសុភមង្គលគាត់ក៏មានសុភមង្គលចាសុភមង្គលក្តីសុខហ្នឹងកើតចេញពីការយកចិត្តទុកដាក់ហើយនឹង take care គ្នាអញ្ចឹងដែរបងប្អូនអូនស្រីខ្ញុំអានឈ្មោះអត់ដាច់អានឈ្មោះគាត់អត់ដាច់អត់ដឹងឈ្មោះអីរៀបចំខ្លួនឲ្យស្អាតទៅអូនគ្មានដឹងណាស្រឡាញ់អាក្រក់ទេតែកលេឆាយគេមើលមុខមើលរូបរាងកាយសម្បកខាងក្រៅយើងហីចារៀបចំខ្លួនឲ្យបែបស៊ីវិល័យចាំណាអូនចង់បានប្តីអ្នកមានណាអូនធ្វើខ្លួនបែបអ្នកមានចាបើមានឡានជិះឡានទៅខ្លួនឯងទៅតែបើយើងមានម៉ូតូមិនបាច់ជិះទេបើផ្ទះនៅក្នុងពេញនេះជិះតែតុកទៅវាលយ